មួយដែរចានឹងខ្ញុំឆ្លងពីដែរហើយអ្នកគ្រូធ្លាប់ចូលរួមកម្មវិធីបាំផ្លែបាំគាត់មានតែកន្លែងជំនុំដល់ដងលើហ្នឹងហើយអាចជួយរៀបរាប់តិចបានទេថាលោកមុនធ្លាប់ទៅផ្សារនៅក្នុងណាលេខតែនៅបាំជួបតែមួយនេះលោកមុនខ្ញុំធ្លាប់នៅខាងអីចំពោះហើយតំណទៅដាក់តែកន្លែងហើយខ្ញុំជួបនឹងទៅបាន2 ដងហើយខ្ញុំមានអញ្ចឹងរាល់ពេលដែលមានអ្នកណាគេអញ្ជើញអ្នកគ្រូតែងតែទៅកន្លែងហ្នឹងតែម្ដងទេហ្នឹងហើយជាចុងក្រោយអ្នកគ្រូមានចំណាប់អារម្មណ៍អីដែរសម្រាប់ខ្ញុំចំណាប់អារម្មណ៍ខ្ញុំដូចជាមកកាត់ពីចូលឆ្នាំនោះនិយាយទៅខ្ញុំនិយាយថាសប្បាយរីករាយហើយតែគេបាត់ជាសិល្បៈវត្តខ្មែរយើងដើម្បីឲ្យប្រទេសតែបានឃើញមានបងប្អូនដែលគាត់មកពីខ្មែរយើងមកនៅកន្លែងអញ្ចឹងគឺគាត់បានទៅចូលរួមច្រើនដើម្បីឃើញពីវប្បធម៌ខ្មែរយើងអញ្ចឹងពេលដែលបញ្ចេញអញ្ចឹងទៅគឺអារម្មណ៍ទៅសប្បាយចាអរគុណច្រើននេះHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ